Masa An Tekicha. Dear Lukru Sansuchia, I would like you to explain to people regarding Kamvyasana claim that it is a waste of time about Pshumban. His claim is insulting to Buddhist community, especially Khmer people. Please provide the public education regarding hell and how it related to this Pshumban event. គាត់សួរចង់ឲ្យខ្ញុំកណាអាត្មាពន្យល់ដូចជាលោកខំវាសនាគាត់បានអះអាងថាវាជាការចំណាយពេលវេលាអត្ថប្រយោជន៍ស្ដីអំពីបុណ្យភ្ជុំបិណ្ឌគាត់បានអះអាងឬតវ៉ាទៀតថាដែលធ្វើបែបនេះគឺកំពុងតែធ្វើឲ្យអាម៉ាស់មុខចំពោះសហគមន៍អ្នកកាន់ពុទ្ធសាសនាជាពិសេសគឺសង្គមឬជាកូនខ្មែរតែម្ដងសូមព្រះអង្គជួយពន្យល់បកស្រាយអប់រំជាសាធារណៈស្ដីអំពីនរកហើយនឹងរបៀបរបបដែលតាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌនេះសំណួរលើកឡើងអំពីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌនេះមិនមានអ្វីអាក្រក់ទេវាជាបុណ្យជាតិរបស់ខ្មែរយើងទៅហើយប៉ុន្តែគ្រាន់ថានៅក្នុងកម្មវិធីខ្លះក្នុងបុណ្យនោះវាមានបញ្ហាអញ្ចឹងហើយខ្មែរក៏ធ្លាប់ស្ដាប់ឮលោកខំវាសនាគាត់និយាយដែរខ្មែរគ្រាន់តែមិនបកស្រាយថាគាត់និយាយមិនទេគ្រាន់តែថាចំណុចមួយចំនួនដែលគាត់លើកឡើងហ្នឹងអាចយកជាកតិបានមានន័យថាគាត់និយាយត្រូវភាគច្រើនប៉ុន្តែចំណុចផ្សេងពីហ្នឹងពាក់ព័ន្ធនឹងនរោប្រែតអីជាដើមនោះអានឹងយើងត្រូវសិក្សាបន្ថែមទៀតប៉ុន្តែបើនិយាយត្រឹមតែបោះបាយបិណ្ឌហ្នឹងខ្មែរគិតថាគាត់និយាយត្រូវហើយបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះដល់យើងមិនមែនមានតែការបោះបាយបិណ្ឌមួយទេបោះបាយបិណ្ឌគឺជាកម្មវិធីមួយក្នុងពិធីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌនោះតែប៉ុណ្ណោះទេបើនិយាយតែពីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌវាមានខុសហើយនឹងត្រូវយើងថាខុសទាំងអស់ក៏មិនបានថាត្រូវទាំងអស់ក៏មិនបានពីព្រោះពាក្យថាប្រពៃណីមិនមែនជាធម៌វិន័យទេប្រពៃណីគឺជាការយល់ឃើញរបស់ជនជាតិនីមួយៗបង្កើតឡើងហើយដោយសារជនជាតិនីមួយៗមានសាសនាប្រចាំប្រទេសរបស់ខ្លួនក៏ធ្វើឲ្យពិធីបុណ្យនោះស្របតាមសាសនាដែលខ្លួនគោរពពិធីបុណ្យកាន់បិណ្ឌជាប្រពៃណីជាតិខ្មែរសុទ្ធតែម្ដងហើយដែលមានពុទ្ធនិយមនៅក្នុងប្រទេសដទៃមិនមានទេបង្កើតឡើងដោយប្រជាជាតិខ្មែរយើងប៉ុន្តែនៅក្នុងនោះក៏មានប្រពៃណីខ្លះដែលយើងគួរតែពិចារណានៅក្នុងបុណ្យកាន់បិណ្ឌមានគោលបំណងច្រើនបើយើងសិក្សាអំពីប្រវត្តិនៃបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌហ្នឹងន័យដោយត្រង់ម្យ៉ាងគឺជាការឧបត្ថម្ភចង្ហាន់ព្រះសង្ឃនឹងតែម្ដងដោយមានដំណើររឿងជាឧទាហរណ៍លោកសិក្សាមិនមែនលោកមិនសិក្សាទេណាអ្នកបង្កើតកម្មវិធីបុណ្យមិនមែនមនុស្សល្ងងទេបើល្ងងមិនអាចធ្វើទៅជាការអប់រំមនុស្សបានទេហើយក៏មិនអាចធ្វើទៅជាប្រពៃណីជាតិបានដែរដូចជារឿងកូនបរិជា3អង្គដែលឧបត្ថម្ភព្រះសង្ឃចំនួន3ខែក្នុងចូលវស្សាដោយយល់ឃើញថាក្នុងវស្សាហ្នឹងលោកពិបាកដើរបិណ្ឌលហើយក៏ដាក់វេនគ្នាធ្វើបុណ្យឧបត្ថម្ភបច្ច័យ4ព្រះសង្ឃឧបត្ថម្ភចង្ហាន់អញ្ចឹងទៅហ្នឹងគោលដៅត្រង់មកហើយដល់ខ្មែរយើងសិក្សាឃើញរឿងអញ្ចឹងក៏នាំគ្នាដាក់វេនឧបត្ថម្ភចង្ហាន់ព្រះសង្ឃដូចគ្នាអញ្ចឹងដែរតែយើងទៅ3ខែវាមិនរួចបានកន្លះខែហ្នឹងដែលបុណ្យកាន់បិណ្ឌហ្នឹងបុណ្យកាន់បាយបិណ្ឌដាក់បែរតដុំបាយយកបាយទៅប្រគេនលោកដាក់វេនគ្នានិយាយចំស្រួលងាយស្ដាប់ប៉ុន្តែអ្វីវាមានក្បាច់វាទៅត្រង់ហ្មងវាមិនសូវទេវាត្រូវមានក្បាច់មានក្បូរមានពិធីនេះមានពិធីនោះហើយមិនចាំបាច់យើងកាលនោះត្រូវបង្កើតឲ្យមានប្រពៃណីឲ្យមានស្អីអញ្ចឹងជាតិនីមួយអត់មានប្រពៃណីទប់ស្កាត់ទេវាពិបាកដែរវប្បធម៌បរទេសខ្លះវាចូលលុយលុកដូចរាល់ថ្ងៃយើងដឹងយើងប្រពៃណីយើងប៉ុណ្ណឹងនៅតែយើងកាន់ប៉ុណ្ណឹងហើយខួរក្បាលយើងនៅតែមិនចេះស្រឡាញ់ប្រពៃណីខ្លួនឯងនៅតែប្រពៃណីគេចូលលុកលុយខួរក្បាលយើងបានហ្នឹងរឿងអត្ថប្រយោជន៍ហ្នឹងច្រើនណាស់ដូចប្រពៃណីចិនប្រពៃណីយួនអីចូលមកសែននេះសែននោះមកកកក្ដីហ្នឹងដោយសារគេចូលមកអញ្ចឹងស្អីក៏ត្រូវការប្រកួតប្រជែងដែរអញ្ចឹងបានជាត្រូវបង្កើតប្រពៃណីឲ្យមានវប្បធម៌ឲ្យមានស្អីសម្គាល់ថាជាអត្តសញ្ញាណរបស់ខ្លួនក្រៅពីការឧបត្ថម្ភចង្ហាន់ព្រះសង្ឃនឹងឯងគាត់បង្កើតកម្មវិធីអប់រំនៅក្នុងហ្នឹងចិត្តភ្លឺហ្នឹង
បង្កើតកម្មវិធីសូត្របារាភវៈសូត្រយកទៅបរៀនហ្មងមនុស្សងាយទេដល់សូត្រជាបទឲ្យព្រោះចឹងទៅលឺយកទៅវាចាំពីនេះ12កងហ្នឹងដល់សូត្រចឹងទៅមនុស្សវាអត់សូវទៅវត្តទៀតគាត់ក៏បង្កើតពិធីបោះបាយបិណ្ឌជាមួយនឹងវាមានចឹងគោលបំណងរបស់គាត់ឲ្យទៅបោះបាយបិណ្ឌថាប្រែតថាអីមកចឹងទៅដល់ទៅរឿងចំណេញនោះវាមិនមែនចំណេញរឿងបោះបាយបិណ្ឌទេចំណេញរឿងបានទៅរៀនធម៌ហ្នឹងឯងបានទៅចេះបារាភវៈសូត្រហ្នឹងឯងអាហ្នឹងវាជាបំណងពិតរបស់គាត់នោះប៉ុន្តែយើងវាមិនយល់អញ្ចឹងមិនយល់អញ្ចឹងវាទៅជាថាទៅបោះឲ្យខ្មោចមែនតែនហ្មងតើហើយហេតុអីបានជាត្រូវបោះពេលមុនភ្លឺថាកុំឲ្យខាតការងារបានជាប្រសងសូត្រម៉ោង4ឡើងលោកឡើងសូត្រហើយបើយើងទៅបោះពេលថ្ងៃវាខាតការងារកន្លះខែនោះទៅបោះពេលហ្នឹងទៅស្ដាប់លោកសូត្របារាភវៈសូត្របដាអញ្ចឹងទៅឲ្យវាចេះដឹងរឿងធ្វើអីវិនិច្ឆ័យធ្វើនេះវិនិច្ឆ័យជៀសពីសេចក្តីវិនិច្ឆ័យទៅវាចម្រើនហើយពេលវិធីបោះហ្នឹងក៏វាមិនមែនបោះរហូតដល់ទៅអស់រាប់តៅរាប់កឆេអញ្ចឹងដែរបន្តិចបន្តួចណាបន្តិចបន្តួចគ្រាន់តែជាកិច្ចគ្រាន់តែជានិមិត្តរូបអញ្ចឹងទៅប៉ុន្តែយើងចូលមិនដល់បំណងក៏យើងថាចាស់ចាំងឆោតអ្នកធ្វើទៅឆោតយើងមិនយល់ពីបំណងចាស់គាត់ធ្វើសិតតែមានការអប់រំហើយឥឡូវយើងមិនត្រឹមតែបោះធម្មតាបោះស្អុយពេញទៅវត្តអាហ្នឹងដែលខុសអាត្មាបែកអំពីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌទៅចុះវិធីអីទាំងអស់យើងមើលទៅដូចឆោតដូចល្ងងប៉ុន្តែតាមពិតយើងល្ងងទេយើងយកចូលទៅដល់អាគំនិតរបស់ពុព្វបុរសយើងវាមិនដល់ឧទាហរណ៍ដូចជាបាច់លាជប្រាយលាជអីអញ្ចឹងចំណាយដែរតាហ្នឹងចំណាយលាជសើអស់ហើយនោះប៉ុន្តែជាពិធីដើម្បីពន្យល់ប្រាយលាជពេលដែលហែសពទៅកប់អីអញ្ចឹងទៅប្រាយលាជប៉ុន្តែគំនិតរបស់គាត់ហ្នឹងមិនមែនឲ្យយើងត្រឹមតែប្រាយលាជជាប្រពៃណីជាស្អីប៉ុណ្ណឹងណាគាត់ចង់ពន្យល់នៅក្នុងហ្នឹងគាត់សិក្សាសិទ្ធិអ្នកសិក្សាបានបង្កើតអញ្ចឹងកើតគាត់សិក្សាអំពីប្រវត្តិរឿងព្រះរហន្តខ្លះលោកអង្គុយពិចារណាធម៌ដោយព្រះអង្គសួរមនាលទេសៈអ្នកនៅទីនេះអ្នកពិចារណាឃើញយ៉ាងណាលោកពិចារណាថាខ្ញុំព្រះអង្គនៅទីនេះពិចារណាថាក្នុងសង្សារវដ្តនេះកើតហើយស្លាប់កើតហើយស្លាប់ប្រសិនបើឆ្អឹងវាមិនរលាយទេប្រកាសជារាយប៉ាយសព្រាតដូចលេខលើផែនដីអញ្ចឹងការប្រែលេខហ្នឹងឲ្យមនុស្សកើតសេចក្តីសង្វេគថាដរាបណាមិនតន់អស់កម្មទេមិនតន់អស់កិលេសទេតណ្ហាវានឹងនាំទៅកាន់ភពថ្មីទៀតកើតស្លាប់នៅក្នុងផែនដីនេះដូចជាលេខនៅលើផែនដីនេះអញ្ចឹងនេះជាការពន្យល់របស់គាត់អញ្ចឹងអាចារ្យខ្មោចនៅគីនេះគេឲ្យចេះរឿងហ្នឹងពន្យល់មនុស្សប៉ុន្តែឥឡូវមិនដឹងជាស្អីធ្វើឲ្យប្រពៃណីខ្មែរហ្នឹងវាទៅជាអាប់អន់ហ្នឹងត្រូវគេមើលងាយមែនហ្នឹងហើយបរទេសមើលងាយមែនហ្នឹងយើងធ្វើតាមប៉ុន្តែយើងអត់យល់តែបើយើងយល់វិញល្អណាស់ហើយគួរតែធ្វើតទៅទៀតហ្នឹងឯងបើយល់គួរតែធ្វើពីព្រោះវាមានន័យនៅក្នុងហ្នឹងពន្យល់នៅក្នុងហ្នឹងរឿងដាក់កាក់ក្នុងមាត់អីចឹងដាក់កាក់ក្នុងមាត់រហូតដល់បង្កើតពាក្យស្មូតសូត្រប្រាប់ទៀតថាសូមបីតែលុយឬប្រាក់កាក់ដែលគេយកដាក់នៅក្នុងមាត់យកទៅមិនបានដោយទៀងទាត់ចោលនៅរាយរត់លើផែនដីណានឹងពន្យល់មនុស្សរស់ថាកុំប្រឹងលមោបលោភលន់ហួសលមមពេកប្រឹងលមមទៅចែកគេចែកឯងខ្លះទៅកុំរហូតដល់ឆក់ដល់ប្លន់នោះទៅងាប់ទៅយកទៅមិនបានទេគាត់បញ្យល់អញ្ចេះតែបើយើងដាក់ថាដាក់កាក់ក្នុងមាត់ឲ្យទៅចាយតាមផ្លូវអានឹងខុសបំណងគាត់ខូចអាប់អន់ដល់គាត់ទៀតអញ្ចឹងពិធីមើលដោយភ្នែកវាមិនល្អមើលទេជួនកាលប៉ុន្តែបើយើងចូលទៅដល់អត្តន័យអាចថាអូអ្នកបង្កើតហ្នឹងមិនមែនមនុស្សល្ងងទេមនុស្សចេះតើអ្នកអបបកែខាងយោនិមិត្តរូបយកមកអប់រំអញ្ចឹងហើយដែលចាំបាច់ឲ្យមានពិធីឲ្យវាមានស្អីខ្លះហ្នឹងណាគឺដើម្បីប្រកួតប្រជែងជាមួយនឹងវប្បធម៌បរទេសផងដល់អញ្ចឹងវាត្រូវមានប្រពៃណីវាមាននិមិត្តរូបសម្រាប់មើលដូចជាការធ្វើកម្មដ្ឋានអីចឹងណាតាមពិតនោះបើបញ្ញាច្រើនហ្នឹងវាមិនបាច់ចាំបាច់ត្រូវការស្អីទាំងអស់ប៉ុន្តែដោយសារបញ្ញាហ្នឹងវាទុនខ្សោយត្រូវមាននិមិត្តរូបតែហោដូចជាជលបណ្ឌកៈហ្នឹងលោកអត់សូវឆ្លាតទេដំបងព្រះអង្គឲ្យកន្សែងមួយយកទៅជូតមុខទៅមើលទៅក៏ឃើញថាកន្សែងហ្នឹងមិនតន់ជូតវាល្អដល់ជូតទៅវាក៏ក្រិចអញ្ចឹងអ្វីវាមិនស្អាតទេរូបកាយនេះវាអញ្ចឹងវាមានអានិមិត្តរូបអញ្ចឹងអាការចំណាយហ្នឹងបើវាសមទៅនឹងការចំណាយគួរតែចំណាយឧទាហរណ៍ដូចលាអញ្ចឹងវាមិនថ្លៃប្រហែលទេប្រសិនបើប្រាយទៅហើយវាបានបដូរជំនួសមកនៅការពន្យល់ដ៏សមស្របមួយវាគួរតែចំណាយបោះបាយបិណ្ឌអញ្ចឹងដែរហ្នឹងយើងបោះបន្តិចបន្តួចទៅកុំបោះច្រើនទៅប៉ុន្តែបើការចំណាយធ្វើអញ្ចឹងហើយបានប្រមូលមនុស្សយកមកអប់រំឲ្យយល់អំពីបារាភវៈសូត្រហ្នឹងវាមិនជាបញ្ហាអីទេ
ចំណាយទៅប៉ុណ្ណឹងយើងចំណាយច្រើនជាងនឹងច្រើនណាទិញស្រាផឹកមួយថ្ងៃអានេះទៅកន្លះខែទៅខ្លាចអីចំណាយប៉ុណ្ណឹងជួយយើងផឹកស្រារាល់ថ្ងៃនោះមិនខ្លាចចំណាយផងមួយកេះអស់នោះអញ្ចឹងការចំណាយដ៏សមស្របណាមួយឲ្យទៅដូរជំនួសបានមកនៅការអប់រំដ៏ល្អចំណាយទៅមានស្អីប៉ុន្តែក្រែងលើចំណាយហើយទៅវាបង្កើតតែមិច្ឆាទិដ្ឋិបន្ថែមទៀតនឹងហើយក៏ក្រិចវត្តពេញអញ្ចឹងទៅអញ្ចឹងបានថាយើងបំបត្តិភ្លាមតែម្ដងនោះវាគ្មានពីណាព្រមតាមយើងនោះទេបើគាត់ថាបើយើងពន្យល់ឲ្យសមស្របហើយវាឃើញតែប្រយោជន៍វាស្ថិតនៅត្រង់ណាហ្នឹងហើយពុព្វបរោះយើងក៏មិនមែនឲ្យយើងយកបាយទៅចោលទាំងកតៅទាំងកជើទាំងល្អីអញ្ចឹងទេបន្តិចបន្តួចតែខ្សាគាត់យល់ឃើញរឿងមួយយ៉ាងទៀតមាននៅក្នុងបយ៉ាងករៈមេត្តាវណ្ណប្រសយខសង្យុត្តនឹងសម្ដែងអំពីពពួកសត្វប្រែតខ្លះអសុរកាយខ្លះដើរលិតដើរអីរបស់អញ្ចឹងបានពិធីហ្នឹងក៏ធ្វើអញ្ចឹងទៅហើយធ្វើនឹងទៀតសោតដើម្បីឲ្យវាទៅជាប្រពៃណីឲ្យទៅជាស្អីដែលធ្នាក់តាក់ចិត្តមនុស្សឲ្យមកវត្តហើយទីបំផុតគាត់យកមកអប់រំតែប៉ុណ្្នឹងឯងតែបើមិនបានផ្ដល់ការអប់រំទេមិនបាច់មកទេអញ្ចឹងមិនបាននិយាយពីពីកលៈអញ្ចឹងមិនគេសួរថាគួរធ្វើអត់បើមនុស្សយល់ដឹងទាំងអស់ហើយអាត្មាថាមិនបាច់ធ្វើទេតែបើនៅមានមនុស្សល្ងងច្រើនអ្នកអត់ចេះច្រើនមានពិធីហ្នឹងដើម្បីតាក់ចិត្តមនុស្សឲ្យមកធ្វើហើយនាំមនុស្សទាំងអស់ហ្នឹងឲ្យទៅស្ដាប់ឲ្យទៅរៀនទីបំផុតរៀនចេះអស់អាហ្នឹងក៏លះបង់ចោលទៀតទៅណាបើមនុស្សចេះមកដោយខ្លួនឯងចេះមកស្ដាប់ធัวចេះអីគាត់ក៏មិនបាច់បង្កើតកម្មវិធីអញ្ចឹងដែរអញ្ចឹងវិធីដ៏សំខាន់បំផុតដែលគាត់បង្កើតពិធីនេះពិធីនោះហ្នឹងគឺដើម្បីឲ្យមនុស្សមកវត្តតែប៉ុណ្ណោះទេហើយចុងក្រោយគឺការអប់រំការបង្រៀនការពន្យល់នឹងដូចជាគាត់យកលបែងពជាព្រៃពេលចូលឆ្នាំចូលអីមកដាក់វត្តអញ្ចឹងហេតុអីមិនធ្វើអញ្ចឹងថាបើមិនធ្វើអញ្ចឹងមនុស្សវាមិនមកណាហៅមកតែម្ដងវាមិនងាយមកហើយមកហើយដើម្បីអីទីមួយរសារនៅអមរតកហ្នឹងទុកផងហើយម្យ៉ាងទៀតពេលដែលមនុស្សមកហ្នឹងណែនាំជាឱកាសពេលវេលាណែនាំពយល់ពីបុណ្យពីបាបអីចឹងទៅនឹងហើយបើថានាំទៅមករំទេមិនបាច់ទេដូចបាសដូចស្អីហ្នឹងដែលរំកាប់គ្នាហ្នឹងវាអត់ប្រយោជន៍អីសោះតែហ្មងបើយើងយកមកគិតតែរំហើយអត់បានអប់រំអីសោះនោះអញ្ចឹងថ្មឆ្លើយសរុបសំណួរច្រើនមិនមែនតែសំណួរមួយនេះទេសំណួរច្រើនសួរថាតើបាយបិណ្ឌហ្នឹងវាមានក្នុងគម្ពីរអត់ថាមានក្នុងគម្ពីរតែបាយបាតអញ្ចឹងចុះហើយរឿងប្រែតដែលវាដើរលិតដើរអីហ្នឹងវាមិនមែនតែប្រែតខ្មែរប្រែតចិនប្រែតយួនអីទេពាក្យថាប្រែតគ្មានជនជាតិអីទេហើយវាដើរលិតអញ្ចឹងបាបកម្មវាតម្រូវឲ្យទៅលហេមលហាមអញ្ចឹងវាមិនមែនសម្រាប់តែខែប្រជុំទេវាអញ្ចឹងបោះក៏អញ្ចឹងមិនបោះក៏អញ្ចឹងអញ្ចឹងមិនព្រឹកមិញថ្មបញ្យលញាតិញោមដែលមកនោះគាត់ខ្លាចគាត់មិនឃើញវត្តនេះបោះបាយបិណ្ឌអញ្ចឹងថ្មបញ្យលពីនឹងថាពពួកកំណើតហ្នឹងវាអញ្ចឹងនឹងយើងមិនធ្វើពិធីបោះបាយបិណ្ឌប៉ុន្តែយើងដូចតែបោះដដែលនៅពេលចុងក្រោយយើងលាងចានលាងអីចាក់ចោលទៅតនេតនាហ្នឹងក៏ដឹងថាពួកហ្នឹងវាមកលិតតែអញ្ចឹងមិនបោះក៏ដូចតែបោះដដែលនឹងឯងនឹងព្រោះកំណើតហ្នឹងបាបកម្មហ្នឹងវាតម្រូវឲ្យសត្វហ្នឹងវាអញ្ចឹងវាមិនមែនមកតែខែភ្ជុំនោះទេប៉ុន្តែដូចអាថាអញ្ចឹងយើងកុំថាចាស់យើងល្ងងតាមពិតយើងវាមិនព្រមយល់បេះដូងគាត់បានជាគាត់ចេះតែបង្កើតកម្មវិធីនេះពិធីនោះដើម្បីឲ្យមនុស្សទៅវត្តហើយដើម្បីបានអប់រំនឹងតែបើមនុស្សយល់អស់ហើយមិនបាច់យកមកដុំទៅបោះទេវាខាតនឹងវាគ្មានចំណេញអីទេហើយអ្វីដែលព្រះអង្គចង្អុលបង្ហាញថាបើរលឹកចំពោះពពួកញាតិនោះគឺមានតែតក្កណានុបទានសង្ឃមហិសុបតតេតានោះជាទានតម្កល់នៅល្អហើយក្នុងសង្ឃទីខរតាំងហេតាយសដ្ឋានសោឧបកបតិតក្កណាទាននោះទៅចូលទៅសម្រេចតាមឋានដើម្បីជាប្រយោជន៍ដល់ប្រែតទាំងឡាយអស់កាលជាអង្វែងចឹងមានអីក្រៅអំពីការធ្វើទានចំពោះព្រះសង្ឃហើយអ្នកខ្លះហ្នឹងប្រើពាក្យធ្វើទានចំពោះព្រះសង្ឃហ្នឹងក៏ទៅទាស់សម្បើមដែរពាក្យថាព្រះសង្ឃនេះវាមិនមែនសម្រាប់តែព្រះសង្ឃខ្មែរណាសង្ឃនៅក្នុងសាសនមណ្ឌលឯណាក៏គេសំដែងអញ្ចឹងដែរវាជាធម្មតាអញ្ចឹងហើយបានចាំបាច់ថាប្រើពាក្យថាចំពោះព្រះសង្ឃហ្នឹងដើម្បីកុំឲ្យយើងលំអៀងចំពោះបុគ្គលពាក្យថាសង្ឃសំដៅទៅដល់សហគមន៍ដើម្បីដកអាចិតយើងនឹងលំអៀងចំពោះបុគ្គលនោះអានេះមានអត្ថន័យវែងឆ្ងាយតទៅទៀតណាមិនមែនមានត្រឹមប៉ុណ្្នឹងទេហើយការដែលអ្វីដែលយើងគួរព្រួយបារម្ភច្រើនទៀតនេះខ្មែរយើងកំពុងតែលែងចេះស្រឡាញ់របស់ខ្មែរនេះណាហើយការធ្វើខុសការជឿខុសនេះគឺជារឿងមួយគួរឲ្យបារម្ភសពថ្ងៃហ្នឹងប្រពៃណីខ្មែរយើងមិនសូវចាប់អារម្មណ៍ទេហើយបើតាមបរទេសវិញគឺថាយើងភ្លុកភ្លឹកចូលឆ្នាំខ្មែរមិនសូវទេកាន់បិណ្ឌប្រពៃណីជាតិខ្មែរយើងនាំគ្នាជាតែស្ដីបន្ទោសគ្នាខ្លាំងពេកចឹងទៅទៅមើលចូលឆ្នាំចិនហែនតាចិនហ្នឹងប្រកាច់ប្រកាន់ខ្មែរអស់ហើយអាហ្នឹងគួរតែព្រួយបារម្ភ
នេះមិនមែនបាត់ត្រឹមប្រពៃណីទេបាត់ទាំងខួរក្បាលទៀតបាត់ទាំងមោទនភាពជាតិទៀតអានឹងដែលអ្វីដែលគួរបារម្ភសូម្បីតែភ្នោខ្មោចរាល់ថ្ងៃនេះភ្នោខ្មោចខ្មែរលែងសូវមានហើយមានតែមុងចិនទេ10 20 30 40ឆ្នាំ100ឆ្នាំទៅមុខទៅប្រទេសនឹងបោះនរណាហ្នឹងសិតតែរឿងដែលគួរឲ្យព្រួយបារម្ភការបង្កើតប្រពៃណីរបស់ដូនតាយើងក៏គាត់មានចក្ខុវិស័យវែងឆ្ងាយដែរឲ្យមានអ្វីដែលសម្គាល់ថារបស់ខ្មែរដែរប៉ុន្តែថាយើងសិក្សាទៅអ្វីណាដែលវាមានប្រយោជន៍គួររក្សាអ្វីណាដែលវាមិនមានប្រយោជន៍កាត់បន្ថយទៅហើយបើយើងគ្រាន់តែចេះតែស្ដីបន្ទោសគ្នាអាត្មាគិតថាมันជាល្អប្រមាណដែរទន្ទឹមគ្នានឹងស្ដីបន្ទោសគួរតែមានដំណោះស្រាយតើគួរធ្វើម៉េចដើម្បីឲ្យប្រសើរឡើងដើម្បីកុំឲ្យវាបាត់បង់របស់ខ្មែរយើងហ្នឹងពួកខ្មែរយើងវាមិនតែខ្មែរយើងនេះអ្នកណាជាតិសាសនាក៏ដោយវាមិនមែនកើតមកចេះវាទល់តែបរៀនវាទល់តែបញ្យល់នឹងឯងហើយពីរឿងការជួយសង្គមពីរឿងស្អីហ្នឹងគឺថាលុយកាក់ដែលប្រើខ្ជិះខ្ជាយ100 ដងលើសពីការបោះបាយបិណ្ឌនេះច្រើនណាស់គាត់ថាផឹកស្រាមួយចុះផឹកស្រាមួយចុះស្រាឥឡូវគេផឹកបង្អួតគ្នាហើយមិនមែនផឹកកន្លះខែទេណាមិនមែនផឹកកន្លះខែទេផឹក12ខែផឹក12ខែស្រាខ្លះមួយដប$50 $100ផឹកនោមចោលវាមានខុសអីពីបោះចោលដូចបាយបិណ្ឌយើងមើលបោះបាយបិណ្ឌអត់វែងទេផឹកស្រានោមចោលស្វឹងទៀតអាហ្នឹងវាគួរតែអប់រំអាទៅហ្នឹងរឿងបាត់បង់អ្វីដែលជាបោះជាតិហ្នឹងច្រើនទៀតព្រៃឈើរ៉ែធម្មជាតិស្អីដែលបាត់បង់អស់អាហ្នឹងគឺជារឿងគួរព្រួយបារម្ភណាស់រឿងពាក់ព័ន្ធនឹងប្រពៃណីជាតិយើងនេះអាត្មាគិតថាជារឿងតូចតាចទេមិនជាអស់អីធំដុំទេហ្នឹងដែលយើងឃើញយកទៅប្រគេនប្រសង់ឃើញច្រើនពោពៀនហ្នឹងម្នាក់មួយចានហ្នឹងវាមានច្រើនចានយកទៅមួយអាមេរិកម្នាក់យកទៅដល់ទៅ$100ម្នាក់អីមួយចានម្នាក់ហ្នឹងប៉ុន្តែវាច្រើនគ្នាវាឃើញតែច្រើនអញ្ចឹងហើយលោកក៏មិនមែនឆាន់ម្នាក់ឯងណាទេឆាន់ហើយទៅចែកញាតិញោមវិញដដែលនឹងឯងនឹងហើយវាមានពេលមានវេលាប៉ុន្តែរឿងឥតប្រយោជន៍នេះលបែងបាយមុខស្រីស្រាលបែងពេញទៅប្រទេសនេះដែលនាំគ្នាគួរតែអប់រំគួរតែរំលឹកដាស់តឿនធ្វើម៉េចឲ្យខ្មែរនឹងចេះចែករំលែកជួយអ្នកក្រតាមមន្ទីរពេទ្យទីអីហ្នឹងគឺអ្នកមានជាច្រើនដែលកំពុងតែមិនតាន់បានធ្វើរឿងហ្នឹងទេអាហ្នឹងដែលត្រូវអ្នកនយោបាយឬក៏អ្នកដឹកនាំប្រទេសហ្នឹងគួរគិតអត្តនិច្ចចំណុចទៅហ្នឹងហើយរឿងការដែលធ្វើទាននេះវាលើសព្រំដែនអីទួយនៅវត្តហ្នឹងអាហ្នឹងយើងស្រួលបានដែរផងទៅខ្ញុំក៏អាចទៅក្នុងខែទូតានៅក្នុងរដ្ឋបាលទៀតហ្នឹងក៏មានការពូនក្នុងសាច់ស្ដាងតើការធ្វើបែបហ្នឹងគំធ្វើដែរឬទេវាអាចខុសនឹងត្រូវខុសនឹងមិនធ្វើផ្ដាច់កម្មពីអាហ្នឹងវាខុសច្បាប់ធម្មជាតិហើយខុសធម៌ហើយខុសគោលបំណងរបស់ព្រះសម្មាសម្ពុទ្ធហើយតែអ្នកបង្កើតមានន័យយ៉ាងណាខ្លះនោះវាមានប្រភពផ្សេងគ្នាប៉ុន្តែដូចអាត្មាថាអញ្ចឹងបើគ្រាន់តែថាទៅដើម្បីគ្រាន់តែជាវិធីធ្នាក់ចិត្តហើយយកមកណែនាំឲ្យយល់ទីបំផុតអាក្នុងសាច់ហ្នឹងក៏ត្រូវអាលេងដែរតែបើមិនយល់វានៅជាប់ត្រឹមហ្នឹងវាទៅមុខទីអត់រួចដូចអ្នករៀននេះណាដូចក្មេងៗអញ្ចឹងការដែលមិនតន់យល់ថាជីវិតដែលចេះដឹងទៅវាមានភាពភ្លឺស្វាងយ៉ាងណាគ្រូឬក៏អ្នកដែលមានវ័យចាស់ហ្នឹងចេះតែបញ្ឆោតដោយរង្វាន់ខ្លួនឯងរៀននេះទៅឲ្យនេះខ្លួនឯងរៀននោះទៅឲ្យនោះណាឲ្យគ្រាប់ស្គរទិញអាវឲ្យជាប់ប៉ុណ្ណឹងតែបើថាមកជីវិតនឹងរៀនដើម្បីតែប៉ុណ្ណឹងវាអត់រីចម្រើនអីសោះនៅប៉ុណ្ណឹងក្មេងទៅរហូតចាស់តែអាយុប៉ុន្តែយើងត្រូវទៅឲ្យហួសនឹងទីបំផុតតែក្នុងខ្សាច់ក៏ដោយស្អីក៏ដោយខ្សិតតែរឿងថ្នាក់ទៀតសម្រាប់អ្នកដំបូងដែលមិនមានក្បោក្បាច់អញ្ចឹងអត់ព្រមទៅហើយភ្នំខ្សាច់ហ្នឹងមានតំណាលប្រភពផ្សេងគ្នាទៀតខ្លះហ្នឹងយករឿងពីក្មេងខ្វៀលគោដែលពូនខ្សាច់ហើយតំណាងចេតិយគោរពព្រះរហន្តអីចឹងទៅខ្លះទៀតក៏ពូនភ្នំខ្សាច់ហ្នឹងតំណាងឲ្យវាលកៈចេតិយជាវេលកៈចេតិយនឹងតំណាងឲ្យចលាមនីចេតិយនៅឋានតាវតឹងអីចឹងទៅអានេះបើយើងចេះឆ្នៃចឹងទៅអត់អីទេតែមានន័យល្អដីវានៅតែជាដីប៉ុន្តែកាលណាដែលយើងពូនហើយយើងអធិដ្ឋានតាំងចិត្តបិទភ្នែកទៅនឹកឃើញថាដូចបានទៅថ្វាយបង្គំនៅឋានតាវតឹងអញ្ចឹងដែលសកទេវរាជយកភ្នួងសក់ព្រះអង្គយកទៅមកលនៅទីនោះអាហ្នឹងកើតពីគំនិតវៃឆ្លាតរបស់អ្នកបង្កើតទង្វែអាការខុសហ្នឹងទៅរកត្រូវឲ្យឃើញប៉ុន្តែទស្សនវិជ្ជារាល់ថ្ងៃទៅពូនក្នុងខ្សាច់ហ្នឹងគ្មានអីក្រៅពីដាច់កម្មពីទេ
bởi chọp nó không cam vị thi trăm từ đại cam pia mà thà mình phơi lọ chiền từ từ thưa tới nè mình mà với thà mình phơi lọ chiền thì thừa mà phơi ban nữa thà vật mà còn đại miền đại đường đại cam pia nâng còn tại về bôn bị xa bôn ấy mà phơi sát phơi cho đấy thúng bùn sành nó bùn thông mốc lịch cả ba là dân đã tới đã ca đã xây dần tới mơ cùi chỉ tì ra là tới đôi bằng ao chất nước từ đó presama sắm cột nó ót men sông đại cam pia ấy tê chẳng bàn thà dừng mơ đòi đôi khné mến bàn đà cả phai bồng cung presama sam put đôi khné mến bàn đà bồng non khó khné tự thể với khó khné bà đà đôi thà đào phơi chỉ mũi khné mến bàn đà bờ cài vô khó khné đôi bịa kìm vậy thầm ra thà ruom ta tầm ná tay mình ruom phơi đôi đặc xạ sọp từ chẳng từ phơi mũi khné bàn đà chặt với nhớ với mình từ mũi khné đi nhưng sầm khánh cứ bình vô lại vô chẳng bàn thà bây giờ vi mình bàn tới bàn đà này dần mấy bây giờ dần mấy cầm ở vì mình bị chà từ thẹn độc lòng nừng vì bữa à ca bắt cam pí nó bị chăng đôi trong dân vô cam phò làm đòn bị chăng đôi toa mò vì bữa ba bậc cam ní và ông admin sầm đây trong chuyện nách na môi để tha bắt ban đôi pt nó thế ót đôi nước nông thầm một bọt để và ông sầm đây kia tha than nè ông tận liệt khê nè sầm một tầm bách trên nè papata năng vi và răng và vi sang là vềจิตtây sao chế cả tập tây sao giật ra tây tăng nạp sa ya pa bậc cam mà cái đấy bậc cô tụ bay miên rất từ nơi lơ ca từ nơi trọ nung từ nơi nông sầm mót rồi thả lơ bật tê vì phục hàng đây nè tì na mối để mua thả rua vì phò này ba bậc cam đó mình miệng ở đó bọn ông này thà nạt thẹ cam mắng sầm mang bẹ liền miền cầm lăng ở váy smile nâng cầm lăng cầm tê thì tê cái đôi xây cái đôi nơi nông ông này cầm đôi nền chẳng đường nắng miền tại giàu chuồn nó để mò tam sầm pơ trâu kê lược tầm lẹ từ cái để hờ nô lừa cả trâu chô trâu rồng về sang để cầm cung chạy slap tới bị khọ màu pơ là ông tam phơi nó có chô tục nung mọc nung có lum bắt tới bạn bị khẩu nè màu nó xua bỏ ông lưng bị bọc cam thưa ấy nó miền bị khẩu mà ông xua bỏ ông ta miền bị thi ná đầm bay chi ở ruồi bị ba bọc cam nâng tế bỏ ông tha mình miền nạt thể mình miền tê ban bỏ ông phải chạy kia tha nâng ta lơ bị phục hành đầy nè lơ chạy cầu vào nè tì na mũi đầy ruồi phật âm pi phol này cam mình miền lai phol này bà bậc cam nó mình miền bút thà không biết này dương cái chế tờ ấy tha chân cho vị thi nó về rôm tới ơi từ vị thi bẹ con đừng phải cam pi nó phải trang thua vào ông mong bắt thua vào ông chết mà mình ơi thua vào ông miền phần lưới rương vị thi nó nè phần như tôi đã sắc xa tôi đã đạp tràn kịch tràn an tràn tới bạn để bắt hay nâng vô nư ắt từ đây ắt từ ruột thô nâng tới dương nâng chẹt là hay cả này dương nâu chưa tại từ lơ bị thi bắt đại cam pia nâng dương mình ai chui sừng cung bàn đấy chui sừng cung mặt bàn thế bị pro ấy bị pro mà nâng phơi cọ chán thì vậy bị cam phở ót hiền vậy chẳng đã châu quát châu kê đấy ban là châu tới tôi hỏi lại bắt đại cam pia đấy chẳng mà cái gì tập bọc bàn nâng ấy tôi rồi lục bậc cái tôi rồi xài dôn tôi rồi cắt tha tôi rồi sỏi tức thấy nhớ mau bị ấy con ọt hiên liệt cả đang rừng bờ cọ để buồn bờ cọ việc thử giấy bị hẹp hở con té bọc cô đầy vô bớt đó tụ bây à khó phần ná cùng khai sạp đấy phụ dân kịch với mình bán ấy chết tờ rô nó mau bị mình vô cả bịch bờ vô cả bịch tụ bây luôn à cọ phần ná cùng khai đây phụ về mấy cái trắng ấy mất chẳng nè tù rô nó có vừa kịch với một rối phờ pơ mình đăng nó có vừa kịch với một rối đôi từ này chẳng tao riêng tiêm chất tục cái môn này tiêm cà phê với một đó thử thơm mách thử riêng chất cầm nứt mách nít tôi chỉ bị thị nè thì họ đôi dân ca rộp hà đi để đăng thảo việc bất chỉ snap chẳng á đăng chụp ba món dân mình prom từ squat không việc tập bản năng mình từ squat có bản năng từ squat có tập bản năng bắt tay bây giờ từ squat với hùa ban du chiến nè khai ở từ squat ca bất lót chất khang men tên pe hẹp tập pi khai tia slap rư của môi khai tia slap rồi mình nè từ Canada pe hẹp ta bán khai bay khai tia slap có từ vô ở bán từ vô ở bán chô bật tục bật chân mình ơi bên này chỗ men mắt mà là tính slap bát nó mau bị ấy mau bị mình từ squat ca phân
បាបកម្មដូចគ្នាអញ្ចឹងការទទួលស្គាល់ការពិតគឺព្រមទទួលទាំងសម្បជញ្ញៈណាទាំងសតិស្មារតីនៅល្អវាមកដល់វាមកដល់ហើយតាដោយរបស់វាត្រូវបែកអញ្ចឹងវាបែកហើយតារបស់ហ្នឹងសម្រាប់បែកឥឡូវវាបែកឥឡូវរបស់ហ្នឹងមកដល់ហ្នឹងវាដល់ហ្នឹងដូចយើងមើលរឿងភាគអញ្ចឹងបើយើងយល់ថារឿងហ្នឹងអ្នកនិពន្ធគេបានតែងហើយគេបានថតហើយយើងមើលយើងមិនចាញ់បោករឿងហ្នឹងទេយើងគិតថាឥឡូវរឿងហ្នឹងមកដល់ហ្នឹងត្រៀមទៅយើងមានចាំបាច់រត់គេចអាកន្លែងតួអាក្រក់ធ្វើបាបតួល្អអញមិនមើលទេអញខ្លាចពិបាកអាហ្នឹងបើយើងមិនយល់ថាគេលេងបើយើងយល់ថាគេលេងថាគេថតមើលទៅហើយយើងពិចារណាទៅឃើញទេរឿងហ្នឹងមកដល់ហ្នឹងតាជីវិតដូចគ្នាជីវិតគឺជារឿងល្ខោនមួយឆាកមួយដែលយើងត្រូវដើររហូតដល់ទីបញ្ចប់នឹងអញ្ចឹងដោយថ្មកំពុងនិយាយថ្មកំពុងទៅដើរតួមួយឬពាក្យដែលត្រូវនិយាយឲ្យលឺឥឡូវលឺហើយតាលើនឹងមានពិធីបុណ្យឲ្យលោកដើរជន់មនុស្សគេសួរយូរប៉ុន្តែមិនដែលបានឆ្លើយហើយអត់ឆ្លើយគេចេះតែសួរទៀតអត់ឆ្លើយចេះតែសួរទៀតតម្រៀបគ្នានឹងមានលោកមានវស័កអញ្ចឹងលោកដើរជន់ចំលើខ្នងហ្មងមិនបើព្រះខ្លែងហ្នឹងដូចឃើញដើរកន្លងទេដល់លោកនេះដើរជន់មរឹសមកអរេប្រុសហេងលោកហើយក៏មានអ្នកបកស្រាយតាមដំណើររឿងរ៉ាវព្រះទីបង្កដើរជន់សមេតហើយក៏សួរថាតើសំរុំដែរឬទេត្រឹមត្រូវដែរឬទេអញ្ចឹងបានថាទង្វើជាទិដ្ឋភាពអំពើរបស់សប្បុរសហ្នឹងបើយើងសិក្សាដោយល្អយល់ត្រូវសិក្សាមិនល្អយល់ខុសហើយយើងថាយើងធ្វើតាមព្រះអង្គរឿងព្រះសម្មាសម្ពុទ្ធគឺជាករណីពិសេសហើយយើងមិនអាចធ្វើតាមព្រះអង្គអញ្ចឹងទេពីព្រោះដំណើររឿងរ៉ាវដែលសមេតបណ្ឌិតក្រាបឲ្យព្រះអង្គដើរនោះវាមានពីរករណីមួយគឺដោយសារផ្លូវនោះធ្វើវាអត់តាន់ហើយពីរដោយសារមានសេចក្តីប្រាថ្នាធំក្នុងចិត្តថាបើខ្លួនឯងពិតជាបានត្រាស់ជាពុទ្ធមែនសូមឲ្យព្រះអង្គនិមន្តដើរចន់ជានិមិត្តរូបនៃការសន្សំបារមីដើម្បីជាស្ពានចម្លងសត្វលោកហើយដល់យើងនេះមកក្រាបលើដីស្មើនេះតើយើងសើប្រាថ្នាជាពុទ្ធអីម៉េចហ្នឹងអញ្ចឹងត្រូវមើលទៅដល់បំណងហើយម្យ៉ាងទៀតពុទ្ធក៏អត់មានចន់ពីណាក្រៅពីសមេតដែរពុទ្ធណាទីបង្កហ្នឹងក៏អត់មានចន់អ្នកណាក្រៅពីសមេតទេមិនមែនថាសមេតឲ្យព្រះអង្គចន់នេះអ្នកផ្សេងមកក្រាបឲ្យព្រះអង្គចន់ដែរដូចក្នុងរូបហ្នឹងទេរូបហ្នឹងមកក៏ភ្លុះលោកហ្នឹងក៏មកក្រុមអញ្ចឹងទៅហើយប្រសក់ហ្នឹងក៏មកជួទៀតអញ្ចឹងស្មាអត់បានយករូបមកហើយមានអ្នកធ្វើស្តៀងតែព្រះខ្លែងខ្លាយដែរហ្នឹងមើលតើបើព្រះខ្លែងខ្លាយទៅគ្រាន់បើបន្តិចពួកដើរកន្លងទេដល់លោកដើរជន់ចំពីលើខ្នងភ្លុចនឹងឯអាត្មាមិនឲ្យខុសឲ្យត្រូវអីទេប៉ុន្តែត្រូវសួរទៅដល់បំណងនៃការធ្វើហើយម្យ៉ាងទៀតដែលព្រះសម្មាសម្ពុទ្ធជាករណីពិសេសម្យ៉ាងទៀតព្រះអង្គជាព្រះអរហន្តភិក្ខុសង្ឃដែលមកតាមក្រោយនឹងសុទ្ធតែជាព្រះអរហន្តព្រះអរហន្តលោកស្រាលដោយកិលេសមើលដូចជាពេលដែលអតីតកាលរបស់សារីបុត្រនិងសិស្សរបស់លោកក្រាលពុប្ផាសនៈអាសនៈផ្កាណាឲ្យព្រះសម្មាសម្ពុទ្ធដូចជាអនុមទេសីហ្នឹងគង់7យប់7ថ្ងៃអត់មានខ្ទេចផ្កាយមួយទេលោកគង់ចូលនិរោធសមាបត្តិ7យប់7ថ្ងៃយើងមើលលោកសុទ្ធតែជាអ្នកមានរិទ្ធមានអភិញ្ញាចូលនិរោធសមាបត្តិផ្កាអត់មានខ្ទេចអីមកដើមទេឯវត្ថុជនញុកយើងនេះទៅអង្គុយមើលហើយភិក្ខុសង្ឃដែលនិមន្តមកតាមព្រះទីបង្កនឹងច្រើនណាស់ប៉ុន្តែសុទ្ធតែជាព្រះអរហន្តបើមនុស្សធម្មតាជន់ងាប់ច្រើនអង្គហ្នឹងហើយយើងគិតមើលទៅលោកប្រាថ្នាជន់នឹងជន់មិនហ្នឹងហើយព្រះសម្មាសម្ពុទ្ធនឹងមិនបាច់
dương từ thơ cà lắm có bọn chlong rồi đấy phần nắng này chỉ cả là này vì xe chỉ cả bồng pin ba là mấy áo sầm mệt vì pro nè đại thần xóm ba là mấy nắng trừ cả bồng pin ba là mấy sam sấp rồi có bay nằng ba là mấy thầm đá úp ba là mấy nắng bò là mắt thập ba là mấy lẹ băng từng là bò cào luôn lẹ băng tiền về giờ vẽ lẹ băng tiền chỉ vật vì miền hạt phol sẽ ba lo nè nơi không riêng nằng hay dương từ tây tôi crab ở tròn chân này hay dương có thuật chuồn nhọc nằng vì có đào tròn mà nữ lột đào tròn nữ ở cái lái hết person ba vô côn chỉ thông ở tây họ thả person nâng lột chỉ kêu thông hay sợ nâng tư thả đăng côn lô anh ấy mà gì cái tầm rau ở trâu chứ nè có ai tròn bán phân tròn bán không cả này đôi sầm mệt chẳng tây họ thả một cột lô về bọc bách nè sọc chặt luôn ai ở lột tròn nâng sợ thả đăng côn lô mền tên cho bạch bè là hòn thế nâng ban bổn phân đặc biệt tôi chỉ vì thi đào tròn tầm món về rương xế mền đấy nè rương xế như rương trong ban ấy trong ở chừng ray trong ơi xây na này nó bếp trong thôi bà lon bà năng cho mùi ra ai mà trai khai à khơi cái đào bà lon bán này đào tròn mà đòn mới phần ru nó được khơi trình tăng vì môn nông từ tiệt mà cài tầm rau ở trâu ở hai phần nâng thà bờ mình ấy rồi thì họ thay chỉ sợ quân là bỏ lột cho để môn máu khang một cột nâng về bẩn lạ lột đào về một cá luôn ai nhảy lột choán đôi bầm non thao lột sưu phần nâng cùng trong ban giờ đây xu đây ấy nè mà nâng thao về ở ấy cho nâng vô pre sama sampoti bằng con nâng chia cùng ru cho phần tay bờ đây smile là o chia tê tôi đào choán là nâng mền chọp nâng cứ mình cua thờ cách để cua chầm ra cứ cách đăng côn nó không chặt ca của rục nó không chặt này về sao chiêng thôi chẳng hay lột nó chúng ta khơi lột cha khác khơi lột đôi chỉ không là mồm ban chỉ dương với mình ton đó thế nào đau chọn ấy chẳng mong bị ấy về ở ton ở kỳ lệ vì pro mình ton bọc cọt tha mà chỉ vượt nó vừa ở cầm học thì họ cái chia ra thằng ngày nó cái ở chọn nó chứ ai tới sắp ca bọc quân ba đấy Presama Samput chia đầm nào mình tự lọp mền đấy nâng tụ bay chia miền phải chôn dương du to từ tiệt dạng ná có bỏ ông ăn miền com chuồng ấy tệ vấn đề thuật chôn đấy ai miền ngày nào mùi nó phải được khâu anh cho tham gia thành là tàu nâng cái show từ túi là như bị yên đau bấy mồm ơi mình chỉ khơi cắt tô hạ bát ấy tế sầm rạp rương nắng vì pro bọn ham để ca chắp vào đôi riêng kẹ rư có cà vây rư có chi viên để ô đôi cầm lăng ấy mình khơi thay về chìa tô chỉ cầm hỏi bên tay đo tại thưa đầm bay trắng đang dần vô rương sama tịch thệ nâng mới cha tịch thệ vô màu viên để chạy bình từ ban bây giờ ấy dần thưa nắng á nè vì pro miền cả là này bị xe đôi chỉ pdl po thì đây chỉ có ma kra là đây cần có hòm ở bộ ông cung ấy niệm môn này chứ bộ ông bên niệm môn chung cá vì sao miền cả là này bị xe tẹt tôn chỉ mới là bộ cô nằng bộ ông mình choan nắng mình ban đây thì dương ấp choan dân đại tết đôi cầm ra lại chứ chân bây giờ an rương ấy muối tới sắc sai bị rương năng ở chợ bạc cùng vô rương bộ ông nó vô mỏ an ấy thưa đôi chỉ rương rồi lo tức rồi lo ấy chứ nếu lại an tới rương bộ ông đây nè để bộ ông ơi anh non vô tức tứ sọp lơ cầm bèn về xả lây đó là cái thằng ôi bộ ông có anh non từ lo tức số thà anh non là lo đã tức đã dây na chỉ cáp sọp sai meta cho bộ ạ mà nó để biết biên sạt lộn nó ta miền từ lo đã niêng na thì lâu nâng cho cá bài sa khọp score và miền cầm mông tới cục chom mục này ngày lấy nó tam của xuông tam mình ti ấy cứ cái trong ban thẩm vấn đăng can posasna cái nó ban thẩm sốt môn bài khọp score nó miền pina chơi đạp thua ai ấy mới thế ọt crop miền cái trong ấy miền ấy chân từ nâng ngày chân slide top từ nẹt xu nâng từ tha ở vậy để presama samput phớ bỏ ông ấy từ nấu nông crop khăn pì muối cứ bứt mình khai phóng hay muối tiết miền đó giỏi bứt mình miềnประโยชน์mình cù thừa miềnประโยชน์tay mình bứt mình cù thừa ọtประโยชน์hay mình bứt rất tay mình trâu thừa
មានប្រយោជន៍ផងពិតផងទៅគួរធ្វើណាដូចជារឿងហ្នឹងអញ្ចឹងអាត្មាថាធ្វើកម្មវិធីហ្នឹងបង្កើនតែមិច្ឆាទិដ្ឋិវាមិនមែនជាការដឹងគុណអីឃើញម្នាក់ក្រាបឲ្យជន់ក៏ជន់ទៅខ្លាចវាអស់ចង្រៃអស់អីដោយសារអីអីចឹងទៅហ្នឹងវាទៅជាអញ្ចឹងណាមិនបាច់ដល់ទៅរឿងហ្នឹងទេរឿងដតីទៀតក៏ដោយសូម្បីតែយើងឃើញប្រសងមុនមកអីយកអដេញកំរាលកសែងយើងដាក់ឲ្យលោកជន់នេះប្រាថ្នានោះចាក់កតុយលេខត្រូវអីហ្នឹងថាវាមិនគួរទាំងអស់ហ្នឹងមិនបាច់ដល់ជន់លើយាយឲ្យជន់លើតែកសែងយាយហ្នឹងក៏ដោយប៉ុន្តែបើយាយប្រាថ្នាខុសវាខុសហើយតែបើបំណងទៅក៏ក្រិចដល់ដាក់ឲ្យលោកជន់កុំឲ្យវាប្រឡាក់បានបនប៉ុណ្ណឹងគិតត្រឹមប៉ុណ្ណឹងបានបនមកកសែងដដែលហ្នឹងអំពើដដែលទៅឃើញលោកមុនមកអនុសិទ្ធសដីសអីចឹងទៅហេដឹងបានអីដោះកសែងហ្នឹងមុនជន់លើកសែងកណែទៅកុំឲ្យប្រឡាក់បើគិតត្រឹមប៉ុណ្ណឹងកុសលប្រកបដោយបញ្ញាឃើញទេហេឲ្យលោកជន់គេលោកកពៅកើតកូនស្រួលអាហ្នឹងទៅធ្វើអីវាប្រយោជន៍ត្រឹមប៉ុណ្ណឹងហ្មងអាហ្នឹងបានមានប្រយោជន៍ដូចអាត្មាថាអញ្ចឹងអំពើដូចសួរមកអញ្ចឹងប្រសិនបើធ្វើដើម្បីប្រយោជន៍ទីហោដូចលោកចាស់ផ្លែកលោកជន់អាកន្លែងភក់ហ្នឹងវាល្អិលដួលអញ្ចឹងមានស្អីទ្រពឲ្យលោកជន់ណាព្រោះក្តារក៏មិនឃើញស្អីក៏មិនឃើញទេហើយណាភ្លាមហ្នឹងនឹងឬក៏អ៊ីវលោកយកទៅមកអ៊ីវលើក3លោកទៅមកកុំឲ្យលោកល្អិលបានបនឃើញអត់ព្រោះលោកចាស់ទរុនទរាហើយអានេះវាមានលក្ខណៈអញ្ចឹងចុះបើលោកដើរខ្លួនឯងកើតលោកនៅកម្លាំងពេញខ្លួនទុក3ស្អីអាហ្នឹងវាសិហេតុផលអញ្ចឹងហ្នឹងស្រួលមិនស្រួលយកទៅរឿងព្រះអង្គយកមកអាងដើរជន់គេជន់ឯងនោះចប់ហ្មងណាធ្វើអាត្មាប្រកាសដើរជន់បើមិនខ្វះអ្នកឲ្យជន់ទេយាយជន់បាក់ចូលពេទ្យឡើងយាយហូដលេអាត្មាមិនជន់ទេហ្នឹងជំនឿប្រទេសប្រដាស់ឲ្យដល់ហើយទៅវាទាំងអស់តែគ្នាបរិស័ទយើងនៅវាខុសបន្តិចម្នាក់តែហត់ដូចការរឿងស្រះចកឯណាលួបថតអីហ្នឹងណាអាត្មាថាមិនមែនខុសតែលោកទេនាងឯងនោះក៏វាខុសដែររឿងអីទៅស្រាត់ក្នុងកុដលោករឿងជំនឿប្រទេសប្រដាស់ហើយសិក្ខាបទរបស់បាសកបាសិកាហ្នឹងតែ4 5ហ្នឹងរៀនអត់ចេះសម្បត្តិបាសកបាសិកាទី1ត្រូវមានសទ្ធាច្បាស់លាស់ទី2ត្រូវមានសិលទី3មិនជឿមង្គលភ្ញាក់ផ្អើលទី4គឺធ្លាក់ចូលទៅលើកម្មផលអត់គិតមង្គលភ្ញាក់ផ្អើលទី5គឺតក្ខណាទាននៅក្នុងបុគ្គលពុទ្ធសាសនាអាហ្នឹងយើងនិយាយខាងតក្ខណាហើយបើចេះតែប៉ុណ្្នឹងពីណាទៅលួចថតកើតទៅជឿលើទឹកមុនចឹងហើយមនុស្សធ្វើម៉េចមនុស្សហ្នឹងហើយអញ្ចឹងបានឆឹងកានក៏ថាម៉េចវីវោនឹងពោះវែកតិចថាបានដេកភ្នោឃើញក្បាលខ្ញុំកោកំតន់ឲ្យពិនទុវាមិនមែនអស់កលេសដោយសារតែកោក្បាលទេណាណោះនឹងឲ្យអ្នកសួរនឹងចង់ដឹងតែមួយម៉ាត់ទេខុសហើយឬក៏ត្រូវអាត្មាថាបើតាមទិដ្ឋភាពរូបអញ្ចឹងអាត្មាមិនឲ្យត្រូវទេហើយបើព្រះនៅក៏មិនឲ្យធ្វើអញ្ចឹងព្រះតេះដៀលទៀតហ្នឹងតែដូចអាត្មាថាអញ្ចឹងព្រះទីបាំងកដើរចន់វាមានហេតុផលថងតែផ្លូវនោះវាដើរអត់កើតយល់ទេវានៅមកកឡុកនោះអញ្ចឹងដែលលោកពោបខ្លួនឲ្យដើរហ្នឹងដោយសារបូជាព្រះអង្គឲ្យព្រះអង្គនិមន្តលើទៅហើយប្រសង្សាវកនោះសុទ្ធតែជាព្រះអរហន្តទៀតបំណងវាអញ្ចឹងហើយចុះឲ្យយើងដីវាស្អាតចេះសោះនេះឲ្យដើររហូតដល់ដើរលោកដើរអត់កើតមានអ្នកទប់តេងវាទៅជាពិបាកដើរជាងអាផ្លូវស្មើទៅវិញយើងគិតមើលហ្នឹងចន់លើនេះមកស្រួលណាស់ស្រួលទេសមេធបណ្ឌិតឲ្យព្រះអង្គជន់ដោយបំណងថាឲ្យព្រះអង្គស្រួលយាងជាងអត់មានទ្រពទៅវាពោបលើភក់កុំឲ្យព្រះអង្គប្រឡាក់ប្របាទហើយយើងនេះហ៎ហើយអាត្មាឃើញមិនមែនពោបត្រង់ចេះអីលុតជង្គង់ធ្វើទឺតចេះអញ្ចឹងបានថាមិនដឹងស្អីចេះនិយាយទៅគេស្ដាប់ក៏ស្ដាប់ទៅមិនស្ដាប់ក៏មិនដឹងធ្វើម៉េចដែររកសេចក្តីម្ដងទៀតថាបើតាមទិដ្ឋភាពដែលមើលឃើញនោះមិនគួរទេយល់ទេពីព្រោះវាអត់ប្រយោជន៍ព្រោះដីវាស្មើចេះហើយបើយកអាងពុទ្ធទីបាំងកមកអាងត្រូវមើលអំពីអ្វីដែលលោកធ្វើសិតតែមានប្រយោជន៍មិនដីស្មើសោះក៏ដើរជន់គេអាម៉េចហើយបើវាគោរពណាស់មែនទេក៏លុតជង្គង់ថ្វាយគុំលោកជាគ្រួទៅវាគ្រប់គ្រាន់ហើយហើយបើលោកចាស់ដើរមួយ3លោកហ្មងទៅមិនអីតែបើនៅក្មេង3ខុសទៀតព្រោះព្រះអង្គអត់ឲ្យកេងប្រវាញ់កម្លាំងសត្វទេដោយព្រះអង្គហាមយានអីហ្នឹងគឺដោយសារយានហ្នឹងវាអូសដោយសត្វ
dương ở lâu để dương kịch ta chi lan bán với phụ lan với cả lăng sinh tại bờ diên nâng với ô đôi cả lăng sắt ọt ói chỉ tê nè tê cô tê cái bay ấy cái đôi ọt ói chi thằng ói tê cầm lăng bọn mình ói bị họ xong đến kinh của bầu quanh cả lăng này mình đưa cái đôi xây cái đôi bắn lực lên tại áp biệt nè áp biệt ai lực lột bàn ai yêu ai chi coi bàn hả đục con cái đó ọt ói chi ói ta pra cầm lăng nè mình được thẹn nè năng lột chơi thớ đó vừa kịch tam bên đấy ọt ói thế nè hay mô tô dân ai chi bán dân kịch thà tụ mục nó mềm nước thẹn em một sân tàu mà nước khả năng tục đó vì này chay vì này tận đăng vừa bạn vì này chay đưa xa sớm mai preh mình đã đào tròn chẳng phóng vì mình cả này là đường ti băng co mùi nắng đường sầm mệt mùi nắng và đến đào cho lon phọc nó mình một crap ôi tròn chẳng nè vì nấy với tôi mình hai cả lần nè bạn phải nhặt ôi vợ ông bánh nhặt ôi việc cướp rương mà nó về một cướp tê rương bẹ quan đừng vì nấy quan là vợ ông sờ mau thà ná vì miền phải giáo hơi việc bứt hơi vì miền đó rồi miền bẹ bắt đâm nhà tiệt thà mình yêu ăn nón ca ai nà ông pơ ai nà đã tạ tha quất mình ban bánh nhặt con tay mình chỉ tí chỉ đẹp là nay chôn tiền lái phi khọ tiền lái mình cú vợ nè hay bây giờ ăn tao ông mình bánh nhặt chia tập vui đó nó có với còn này thầy bên đây vậy na để tập tha cốt bạch nhạt hơi chị bạch tôi ta bờ miên dịch đây lầm bạ đo sóng song tròn đó có đỏ cho và nên gì bị song rùa rùm khía đỏ và dân miền đại ban song đỏ nó on cực chiều thua tò mò mẹ này hay bay bị nâng tịnh máu tha mình đo từ trăm bạch đo tròn dân cái số bay từ dân ôi cả sai lục tròn và nâng bờ tha không cô bầm non cầm oi lục và lạ chướng bòn tay và thà đã nâng tầm bay xây nè này thế nâng về châu nó không rương xe nha mình chỉ bòn của sao là bòn nó cứ thấy ông pơ thôi tôi chỉ bị giao tầm mòn đây là o chỉ bị giao chỉ sự đây sọc đó nè được tên là việc bòn nó tê họ đôi rương bị khọ món lục bòn để bà cọp từ đôi bà nhá nè lúc đã kết thà lúc trong ban bòn mạch phóng ở ban sọ nữa mình trong bán bên là thơ thấu về thầu tập bán về muối nó khơi lục môn tụ ban bát lục mình krong klum chỉ vô ta chia chỉ vô bây giờ thẹn máu hay mau thần sao mà chởn tuần sao mà chán cứ đây tự tự chia chỉ vô lục ấy rồi chân tới có chốt mau nó chỉnh đập về chốt mau chính lục khơi viết cái lục tơ lớn nắng bên ở đây thầm đá bị bay phụ tới với lạ chỉ vô nó tiết ý đây phụ chứ vừa thưa mấy cũng oi với lạ chỉ vô lục có vô sạch vô tụ kra đợt kra tới lục đá tới về lên lạ có cái bài chất nít bon pin bập mỏng cái số tay chót chắp chăm ba chong ban đấy miền chăm ba chong ban đấy mà hai cô son lấy với cao cho môi bành nhai vô thas ấy để miền pro giáo thôi tới về trắm trơ mà chong ai ban ấy pi tình nắng ở về ban tầm mong mùi nó về bẹ pon cái này tụ mục tụ còi thì họ thà cắt sản thị mùi cho về bẹ pon mới thiệt và cháy thiệt họ chơi thiệt và cháy tôi cắt mấy cắt về một cao thì họ được xoạc hà tối tôi cắt xoa năng khâu mấy đăng thiệt vì bọc bọt rồi còn để ba tờ sạp với nó đôi trẻ tiện năng tiện bàn dân đăng thật sọ nâng pla tam sản thị pla u chỉ ảo mà chẳng rồi có pla ảo nó chỉ vẹn hay tầm ruột máu tôi chia xoa đôi chia bìa đôi xoa hàng ấy nhá số tôi cắt xoa năng hàng ấy cho ấy và lại thầm mấy xoa tập bài xoa chính dập tôi cụ bao kia lờ đập lọc đạp lục ta phải tên nó lục bàn từ một pin đá rồi đất cầm đắng đường ta cha bọng dây đó đợi các bạn mọt tựng xẹp từ khơi sva âu thôm dây có hiện ya sva thôm có lọc khơi là sva tôi sva lên pa hi đó tôi khơi sva sầm mâu thôm ta có nó nghiêm cái đấy sầm nàng em lại thế vậy mà chỉ vượt thôi bột dân khơi bột xong dân khơi tay bột thua dân đại khơi như sốt ọt đại khơi nhà lâu khơi sầm nang ấy mày nâng cái cứ xoa kha tàu dây lụt cho con cướp vài con món là chẳng tới ta có thấy mình đang bàn ấy đâu thì vô chơi vô pâu mau mình là phần đang dây tàu rồi từng phần bịa tiền một bộ chia xoa kha tàu tờ đã chê đã nung đã ấy đứt xoa kha tàu cái cho mỏ vô đã chạy rồi chạy cái chụp chân tới bên ta nó có đăng có pro luôn dây
rô sco phân tích đuông người nộp nhẹ thế ạch máu bạc bao gì vậy vô mà hết ý là bỏ thô thùng lần đối bỏ anh đá đây riêng chứ ạ nghi nên cái có họ ban chứ vì muốn tham gia cái thằng đường ấy vậy ấy cổ chót mấy đó là ban khơi mà nó chót mến á mến đấy nên là vậy nó thầm phần nó còn đấy đó là tranh bao cái ấy cô chóp món xong từ cái của họ bàn mền đúng nè phân về xong nên chẳng ai đời xa khoa thom một tiền về rôm tới khoa thom một tiền như mà mình bật tô hay ca sầm đen thua nó có quyền bên chỉ ca trong phát đo là chấm này đăng ấy rồi mà vì muốn người chẳng đấy điên tật ta mà đây ai thì xong sàm sấp hiện tê sna kể pi sầm map nè thầm mà cái thực tập bông hay đập về du tới sẽ đạp cây sẽ đạp ai nếu mà chỉ bay từ này vô bên này tịch vô bên nôn tịch mùi than cứ luôn ai rồi che món với ọt miên nên rồi chân tới đăng ta trong và vô lượng ấy để về tê sna kể pi ọt miên tê pi chấm này luôn ấy đấy thế là nó thua nào thua bên này cài vô luôn ấy nó có mấy nó năm này có họ pin là lơ khề chân thế nhom bậc cả là na ngon là na nốt thề ngon đấy chưa tha cực cực đấy năm này có họ pin là lơ khề tô mà thề chỉ điệp hơi nốt thề tem toàn sờm đừng say thế nào đây là sầm mép cam vị thi thôi mấy ở để chơi chân đây nè mấy mình bay từ đường xóa kha tao ai tập sốt xóa kha tao tiến tam pất ăn xóa kha tao bạn tử vừa mình xóa kha tao để ta xóa kha tao tranh bọc ta được vì pro khăn cả rã sạ bấy bề miền trên diện nè tầm ruột nên nó phẳng chống lại an sừng cọt clay đối ra sạ a e ao nó cả này vừa miền tầm ruột nên nó phẳng chống thầu an cái chọ sừng cọt đôi chia y tiếng nô nhẹ tây năng hào tọ sau khi ta hon tọ mình hào này hon tọ được sạ áo nó vừa clay vừaปุ๊บđóให้ตัวสกอตหนึ่งฮอนหนึ่งฮอนต่อนะเดี๋ยวเตียฮาลูเตียฮอเอานั่งออ่านต่ออาดเชียงต่อมวยเตียตื้อตัวจะสกอตอัดตัวจะอัดวิ่งอัดต่างเอสตะกังเอาเท้านะเอาจะเป็นตัวมาดูนั่นเราไปเฉาะไอ้สกอตนั่นหนึ่งไอ้สวักขาเตาจังเดี๋ยวอัดอ่านสวักvới tôi chỉ xóa nên ta có họ bàn thế đây nhìn nhôm sọc mai dương mà ta mơ nhiệt nhôm dương nâng nghi nâng kia của họ bàn à nghi mình tên bần ở trong miền ban ấy tôi bọc chập miền ấy mà đăng vị thi bọc chả nó dây mà mình trong phơ cả nằm miền vị thi mới mà ôi sờ xe cả đá mà rồi cả đó mà đăng thờ xe bị ấy từng ngọ mùi nhôm trên yếm ngol từ slap ở từng đăng đặt mà vào vị trí ấy bạn đăng còn xe còn ngol quá nữa mà ôi xe mà rồi cả đạn xe bị buôn đập mặt chẳng hạn mà đăng thật nông sản vật nó xe ấy là mà đăng vẫn là miền vị trí xe việc xe bỏ kia nè mà sẽ đáp tốt đăng xe thảm mệt còn vô một sẽ đáp mà đăng xe thảm mệt chưa chứ tranh lên rồi phần một phớt mà thà má của họ tỷ phần là vị trí cái phơi chẳng phần là nẹo đắng chưa ngọt nhiều là nâng à sẽ xây đó một con cái đá mà sẽ đạp đắng được đắng sẽ xây bị ấy đó mà phần phạm thà vị trí bảo về cần phạm dân đời dân nẹo mới thở hí bậc cài mấy cần sẽ đạp đắng hay mình tha để nhận nhôm thế xong bây giờ không nẹo para internet nâng cả đôi có mà cực thà còn nghi bao để còn cái đã xây mau cái đã thà đấy đã ru của bột muối thà chọi lại muối miền sợi đây su đây ở tại đã tham miền sợi đây su đây dây bị chọi là họ bòn muối tiết nè na khơi hơi mình chọi lại xôm ở chọc cua ngọt dây bị khơi nhất chọi lại từng bên đây thà bây giờ miền ấy cho bà lo nó không luôn ai nhọt nâng hay dưỡng riêng ban phần nắng thay vì chờ ấy tịch nào tổ tịch nâng ban riêng không đây cho bọn thì yên tiết con này sừng cung nâng nâu tình trạng anh hay bị thi nâng về lươn này lươn chiên dân sai thôi chứ ngay vì pro mà nước pay khai trờn đôi trẻ rương nhẹ phải nó ta chênh máu cái đã thằng khóm nâng nè na mình chưa trâu on trà chân trẻ rồi nhé đã cầm riêng dân ba đã hơi bậc hơi hơi ban
បន្តចែកគ្នាកូពីផ្សាយបន្តគ្នាបាន20ទៅ100សន្លឹកនឹងរស់ស៊ីមានបាននឹងឲ្យទៅលឺទៅរស់ស៊ីមានបានសុខសប្បាយទៅហើយតែមិនធ្វើតែមិនជឿគ្រោះថ្នាក់ទៅតែមកផ្លេតដាក់តែមកព្រាចពេញប្រទេសហ្មងអាហ្នឹងហើយធោះកុំស្រែកស្រែកងាយទេដូចកម្មវិធីអាត្មាដាក់ពេកអញ្ចឹងបើថាបកស្រាយធោះអាជីវិតអីយ៉ាងច្រើនស្ថិតិអ្នកចូលមើល 20000 អ្នកអីអស់ហើយតែបើពាក់ព័ន្ធនឹងអារឿងអីណាពាក់ព័ន្ធនឹងសង្គមអីវាញ៉ៃអញ្ញៃអីហ្នឹងអត់ណាស់ 40000 60000 ហើយ share ក៏ច្រើនដែរតែបើថានិយាយពីហេតុផលធម្មតាធោះឲ្យយល់អីហ្នឹងមិនសូវនៅតែមិនសូវបើគ្រាន់បើជាងអត់ហ្នឹងហើយសំណួរនិយាយពីសំណួរខ្លះដែលអាត្មាអត់បកដោយសារអីមកពីឃើញគេធ្វើអញ្ចេះឃើញគេធ្វើអញ្ចោះអាត្មាតាមពិតទៅយូរចង់សរុបឲ្យម្នាក់ហ្នឹងចេះវិនិច្ឆ័យថាខុសឬត្រូវដោយខ្លួនឯងនេះទៅជាចំណេះពិតបើគ្រាន់តែបង្កើតសំណួរថាឃើញគេធ្វើអញ្ចឹងវាអាម៉េចដែរឃើញអញ្ចេះអាម៉េចដែរហើយអាត្មាក៏ប្រាប់ទៅអាហ្នឹងវាខុសទេអានេះវាត្រូវអាហ្នឹងបានតែមកបដោះអសន្នអញ្ចឹងទៅដល់លឺអ្នកណាថាទៅវាមិនអីទេគេនេះសំណួរខ្លះសួរតាមវត្ថុញាតិញោមសួរលោកនេះផងសួរលោកនោះផងលោកនេះថាអញ្ចេះលោកនោះថាអញ្ចឹងទីបំផុតខ្លួនឯងនៅអត់ចេះដែរនៅតែលើលោកថាឃើញអត់ចំណេះពិតប្រកបវាមិនមែនចាំតាមគេថាទេវាទល់តែយើងចេះវិនិច្ឆ័យថាតើខុសឬត្រូវហើយបន្តិចទៀតនឹងយើងរៀនទៅដល់កម្មវៈក្រោយមិនវគ្គនេះទេវគ្គក្រោយគឺកម្មចតុកៈហ្នឹងស្អីជាកុសលពិតស្អីជាអកុសលពិតបុណ្យពិតបាបពិតអហោសិកម្មវាមិនអនាគតណាច្បាស់ទៅនឹងលោកគ្រូណាក៏ប្រូលែងកើតដែរមិនបាច់ទៅឃើញសច្ចធម៌អីក៏ឲ្យទៅវិនិច្ឆ័យកម្មផលច្បាស់ហ្នឹងហើយពីព្រោះអីណាក៏ដោយឲ្យទៅវាសង្គ្រោះចូលនៅក្នុងអកុសលចិត្ត12ខុសឲ្យត្រូវហើយណាក៏ដោយបើសង្គ្រោះចូលនៅក្នុងមហាកុសល8ត្រូវហើយរូបភាពថ្ងៃហ្នឹងគេធ្វើអញ្ចឹងថ្ងៃក្រោយគេធ្វើផ្សេងទៀតប៉ុន្តែវាមានខុសពីចិត្តប៉ុណ្ណឹងវាអត់នៅតែប៉ុណ្ណឹងចឹងមិនចេះតែមេក្បួនវាទៅណាមេក្បួនទៅស្អីក៏វិនិច្ឆ័យបានដែរដល់ពេលយើងចេះមេក្បួនជាកុសលចិត្តពិតជាអកុសលចិត្តពិតសំណួរដែលថាធ្វើអញ្ចឹងបានបុណ្យអត់លែងមានហ្មងមិនធ្វើចេះទេគឺថាវាឈប់ឆ្ងល់ហ្មងទៅណាមិននឹងឆ្ងល់អីទៀតហ្នឹងដូចវាស្គាល់ច្បាស់ថាបដូលពេជ្រហ្នឹងកាលវានៅជាដើមវាល្វីងដូចយកទៅដាក់ក្នុងកំប៉ុងសួរល្វីងទៀតអត់យកទៅលាយមួយនំវាល្វីងទៀតអត់យកទៅដាក់មួយទឹកត្នោតវាល្វីងទៀតអត់វាឈប់ឆ្ងល់ថាបដូលពេជ្រទៅនៅឯណាហ្នឹងវាប្រែជាតិមិនអាបដូលពេជ្រហ្នឹងនៅទៅល្វីងអញ្ចឹងនៅទៅល្វីងស្ករកាលនៅតែវាផ្អែមចុះវាដាក់លាយជាមួយម្សៅផ្អែមអត់ដាក់លាយជាមួយទឹកវានៅតែផ្អែមដូចកុសលអញ្ចឹងក្នុងរូបភាពបែបណាក៏ដោយវានៅតែជាកុសលឃើញទេស្រួលអញ្ចឹងឈប់ឆ្ងល់ដូចយើងឥឡូវខ្ញុំឃើញគេធ្វើអញ្ចឹងប៉ុនអត់ថាប៉ុនមិនមែនមើលឃើញទេប៉ុននៅណាវានៅក្នុងចិត្តវាស្ដែងសកម្មភាពចេញពីចិត្តមិនឃើញទេបាបឥឡូវគេធ្វើអញ្ចឹងបាបអត់វាឈប់ឆ្ងល់ពីព្រោះអាឃើញទស្សនភាពខាងក្រៅហ្នឹងជួនកាលវិនិច្ឆ័យអត់ត្រូវទេអត់ត្រូវមិនជួនកាលគេនិយាយអត់សូវព្រោះចឹងមែនយើងថាអូគេនិយាយពាក្យហ្នឹងបែបបាបពេញខ្លួនប៉ុន្តែជួនកាលចិត្តគេល្អអ្នកខ្លះនិយាយសម្ដីល្អមែនប៉ុន្តែខាងក្នុងក៏ខិចមិនទៅវិនិច្ឆ័យទៅលើពាក្យហ្នឹងបានសពគ្រប់ជ្រុងជ្រោយមែនទេហ្នឹងហើយអញ្ចឹងវិនិច្ឆ័យបុណ្យនិងបាបគឺនៅលើចេតនាផ្លូវចិត្តស្រួលញញោមហ្នឹងហើយអញ្ចឹងមិនមែនចេះតែឆ្លើយទៅឆ្លើយហ្នឹងវាមិនកាពីណាប្រាប់ទៅមកឲ្យឆ្លើយរហូតអញ្ចឹងទេគាត់គាត់ថាវាមានមេក្បួនរបស់វាឲ្យយើងវិនិច្ឆ័យថាណាជាអំពើបាបណាជាអំពើបុណ្យការមិនស្គាល់បាបបុណ្យពិតប្រាកដហ្នឹងបានជាមនុស្សយកកម្មវិធីយកមកកុហកមនុស្សច្រើនឬក៏សាសនាខ្លះតែមិនជឿបាបទៅយើងអញ្ចឹងវិនិច្ឆ័យអាបាបហ្នឹងព្រោះមិនជឿទៅវិញហ្នឹងដល់ជឿបានបុណ្យអាត្មាលើករឿងបន្តិចនៅក្នុងស្វាណាពាក្យជឿគ្មានទេស្វាដែលប្រកេនឃ្មុំព្រះអង្គយើងសួរស្វាហ្នឹងជឿបុណ្យអត់គ្នាចេះដឹងស្អីគ្នាប៉ុន្តែស្រាប់តែមានចិត្តហ្នឹងជ្រះថ្លាឃើញតម្រៃគេចេះតែប្រកេនអីហ្នឹងអញបានអីប្រកេនព្រះអង្គដែរចេះចិត្តល្អហ្នឹងកើតឡើងភ្លាមហើយក៏មិនដែលប្រាថ្នាថាសូមឲ្យទៅកើតឋានសួគ៌សូមឲ្យបានស្អីចេះប្រាថ្នាស្អីមិនដែលស្ដាប់ធัวកើតប៉ុណ្ណោះប៉ុន្តែចិត្តអត់មានសត្វមានបុគ្គលទេចិត្តជាមโนធាតុជាមโนវិញ្ញាណណាធាតុឃើញទេ
មានសត្វមានបុគ្គលមកពីណាច្បាស់លាស់អញ្ចឹងដល់ពេលប្រកេនហើយទៅឃើញព្រះអង្គឆាន់ទៅក៏សប្បាយចិត្តឃើញចិត្តវាថ្លាជាមួយសោមនស្សអត់ឃើញអបរចេតនាអត់វាមានបានអីវាមានបានប្រាថ្នាស្អីឥឡូវស្វាហ្នឹងមានចង់ឲ្យព្រះអង្គទៅប្រកាសឈ្មោះឯណាមើលឃើញច្បាស់ឥឡូវទៅសប្បាយចិត្តហើយសប្បាយហ្នឹងក៏មិនដើម្បីបានអីគ្រាន់តែសប្បាយថាព្រះអង្គឆាន់បោះអញតែមិនណាលោតចុះលោតឡើងលោតចុះលោតឡើងចាំមកដេញមេឃឈើវាងាប់ធ្លាក់ព្រោះជងទៅងាប់ហើយចិត្តកំពុងជ្រះថ្លាព្រោះទេវបុត្រឥឡូវសួរថាស្វានឹងដែលយល់ថាស្អីបាបស្អីបុណ្យអត់ទេប៉ិនស្វាមានចិត្តអត់ចិត្តសត្វទាំងអស់វាមិនបើមិនកុសលគឺអកុសលឃើញទេពីរហ្នឹងកុសលាកុសលចិត្តហ្នឹងតែបើយើងស្គាល់វាឲ្យច្បាស់ទៅវាគ្រាន់បើជាងតែប៉ុណ្ណឹងតែស្វាហ្នឹងអត់ចេះទេណាអត់ចេះថានេះបាបនេះបុណ្យអត់ទេប៉ុន្តែពេលដែលសប្បាយចិត្តនឹងអំពើល្អរបស់ខ្លួនឯងហ្នឹងហើយគឺជាកុសលដូចតម្រៃបាលិលាយកៈអញ្ចឹងពីមុនជាមេវងពេញចិត្តឯតើមេវងគេស្រីមកចិត្តហ្នឹងទាំងវងដល់ចាស់ទៅកម្លាំងចាស់ហ៎ចាស់ទៅតម្រៃជាពិសេសញីហ្នឹងនាងកមុំសាវហ្នឹងចេះតែមកទៅដោះទុកឯងដូចគល់ឈើអ្វីធុញទៅជាធុញទៅវិញណាពីមុនបានគេមកទៅដោះអញ្ចឹងនិយាយពីអញញឹមមែនទេហ្នឹងដោកម្លាំងវាថយទៅហើយអាកាច់មេឃឈើល្អខាងធ្លាក់មកនាងគេមកញ៉ាំមកហើយឯងស៊ីតាហេចដើរគេហ្នឹងខំទាញវាខ្ពស់ជាងគេណោះយល់ទៅវានឿយណាយហត់អាចុះទៅផឹកទឹកឯងគ្រាន់តែចុះហ្នឹងមីនាងគេមកទៅដោះជើងចុះឡើងល្អក់ទឹកឯងផឹកអស់ហើយស្ងៀមហ្នឹងគេមកទៅដោះគេមករុះចុះលុះឡើងហ្នឹងវាធុញវាទៅជាធុញត្រន់មនុស្សដល់ធុញអញ្ចឹងបើថាមិនតន់ធុញខត់មិនស្រាប់ទេចេះចង់ទៅដូចលោកយើងហ្នឹងមែនទេអីឈប់ចង់ទៅនៅមកវាមិនតន់ដល់កន្លែងធុញចឹងមិនធួហ្នឹងព្រះអង្គថាវាទាល់តែសន្តិតិកោជាធัวគឺព្រះរាជបុគ្គលដឹងពិតឃើញពិតតែមិនតន់ឃើញទេវានៅតែអញ្ចឹងឯងហើយដល់ពេលហ្នឹងកើតចិត្តនឿយណាយណាអានឿយណាយហ្នឹងលែងជាប់ចម្ពាក់នឹងពួកគណៈនេះក៏ជាកុសលមួយបែបហៅថានិព្វិទាដែរបើវាមិនដល់និព្វិទាញាណអីដូចមនុស្សហ្នឹងណាហ្នឹងគឺការនឿយណាយវាធុញអាចជាតោមនោះផងវាមិនមែននឿយណាយក្នុងកុសលទាំងអស់ទេប៉ុន្តែគណៈទៅកាត់អាលោភៈចេញហ្នឹងគឺជាកុសលមួយគណៈប៉ុន្តែដល់ការចិត្តធុញអាហ្នឹងជាតោមនោះហ្នឹងប៉ុន្តែជាបច្ច័យដល់កុសលក៏ដើរទៅម្នាក់ឯងឈប់នៅមួយវងមួយអីទៅធុញនាងញីហ្នឹងហើយពីមុនអត់ធុញទេវ័យគេវ័យឯងទៅដើមវងទៀតនោះកាលនៅកម្លាំងណាហើយដល់ទៅឃើញព្រះអង្គនៅម្នាក់ឯងដែរចិត្តតែមើលតាមមើលព្រះអង្គរហូតឃើញព្រះអង្គពីមុនខ្លាចដែរព្រោះឃើញមនុស្សមិនសប្បាយចិត្តទេសត្វណាព្រោះមនុស្សចិត្តអាក្រក់តែមិនដល់ព្រះអង្គឃើញសត្វដតីព្រះអង្គឆាន់ហើយចឹងទៅជួនកាលព្រះអង្គរយបាយរយអីឲ្យសត្វនៅចិត្តព្រះអង្គហ្នឹងចឹងឃើញព្រះអង្គមានមេត្តាដល់ចឹងទៅក៏ចូលទៅបម្រើព្រះអង្គ3ខែគិតទៅមនុស្សពេលខ្លះចាញ់សត្វហ្នឹងបានព្រះអង្គសរសើរថាឧជុចេតិកាសត្វមានចិត្តត្រង់ណាស់ថែរក្សាព្រះអង្គមួយយប់ដើរកវែលព្រះអង្គហ្នឹងខ្លាចមានសត្រូវមានអីមកហើយកាន់ដបងមួយធំឲ្យទៅពេលណាចង់មកបៀតបៀនព្រះអង្គគឺត្រូវត្មងស្រឡាញ់ព្រះអង្គហ្នឹងស្រឡាញ់ដោយសេចក្តីជ្រះថ្លាឃើញទេហ្នឹងហើយពេលព្រះអង្គទៅបិណ្ឌបាតហ្នឹងក៏កាន់បាតដើរតាមក្រោយព្រះអង្គអញ្ចឹងទៅដល់ចិត្តស្រុកក៏ព្រះអង្គប្រាប់ថាកុំចូលទៅអីអ្នកទៅគ្រោះថ្នាក់នៅហ្នឹងមកវិញទទួលបាតមកទៀតឃើញទេអស្ចារ្យទេអាហ្នឹងជាអបច្ចាយនមយៈបុណ្យប៉ុន្តែសួរថាតម្រៃហ្នឹងស្គាល់ពាក្យថាបុណ្យទេអត់ទេប៉ុន្តែចិត្តហ្នឹងបុណ្យអត់ធម្មជាតិហ្នឹងទៅនៅឯណាក៏ដោយវាមិនវាអញ្ចឹងហើយដូចអានិយាយថាធម្មជាតិស្ករហ្នឹងទោះបីនៅក្នុងប្រអប់ដ៏ស្អាតក៏វាផ្អែមទោះនៅក្នុងសកៃដូងក៏វាផ្អែមដែរធម្មជាតិចិត្តហ្នឹងអញ្ចឹងកុសលហ្នឹងអញ្ចឹងបានយើងរៀបពីភូមិនៃមហាកុសលកើតបានប្រមាណភូមិបានប្រមាណភូមិកុសលចិត្តណាមហាកុសលវាតែអសញ្ញ័យសត្វទេមែនទេអញ្ចឹងនៅក្នុងនរក
ក៏វាអាចកើតបើនរោអត់កើតកុសលក៏អត់មានពេលផ្លាស់ប្ដូរកំណើតមកសុគតិវិញដែរនឹងអញ្ចឹងទៅណាក៏នៅកុសលអញ្ចឹងដូចស្ករអញ្ចឹងទៅនៅណាក៏នៅតែផ្អែមអញ្ចឹងដូចពូជអំពៅអញ្ចឹងទៅដាំទៅណាក៏នៅផ្អែមអញ្ចឹងវាផ្អែមតិចផ្អែមច្រើននេះមិនដឹងហ្នឹងហើយបដូរពេញទៅដាំលើស្ករដាក់ដីនោះឲ្យផ្អែមក៏នៅតែល្វីងអញ្ចឹងយល់ថាម៉េចយល់ថាយាយសនុកបោកហ៎នឹងអាត្មានិយាយពីនិយាយប៉ុណ្ណឹងហើយណាញាតិញោមទៅកំពង់សោមឃើញគេដុបគ្នាមកគូមកគេលើថាលោកគ្រូនឹងល្បីយូរហើយស្មានតែមកសួរបញ្ហាធัวអីមកសុំទឹកអីបន្តិចនាងអើយនាងយ៉ាប់ហ្មងអត់ស្ដាប់ទេអីចាអាត្មានិយាយទៅប្រឆាំងរឿងហ្នឹងយូរប្រឆាំងតាំងយូរទេសនាបើអត់រឿងហ្នឹងមិនដឹងទេរឿងអីប៉ុន្តែក៏ត្រូវគេខឹងមិនស្ទើរដែរណាប៉ុន្តែពាក្យអ្នកប្រាជ្ញមួយគេនិយាយថាម៉េចសុខចិត្តនិយាយពាក្យត្រង់ឲ្យគេស្អប់ប្រសើរជាងនិយាយពាក្យផ្អែមឲ្យគេស្រឡាញ់ពាក្យកុហកណាពាក្យកុហកមានសំណួរជាច្រើនបានសាកសួរមកខ្ញុំគណៈអាត្មាភាពដូចជាសំណួររបស់លោក David សេងនេះគាត់សួរជាភាសាអង់គ្លេសមក